សិនបានអ្នកកំពុងស្វែងរកកន្លែងកម្សាន្តតាមបែបធម្មជាតិដ៏ស្រស់ស្អាតមួយក្នុងខេត្តបាត់ដំបងរមណីយដ្ឋានទឹកធ្លាក់កំពង់ទូកគឺជាជម្រើសដ៏ល្អមួយរមណីយដ្ឋាននេះគឺស្ថិតនៅក្នុងភូមិកំពង់ទូកឃុំមានជ័យស្រុកសំឡូតខេត្តបាត់ដំបងនិងមានចម្ងាយប្រមាណ80ទៅ83គីឡូម៉ែត្រពីក្រុងបាត់ដំបងចំពោះផ្លូវធ្វើដំណើរយើងធ្វើដំណើរតាមផ្លូវជាតិលេខ57បាត់ឆ្វេងត្រង់រង្វង់មូលត្រែងឆ្ពោះទៅស្រុកសំឡូតពេលទៅដល់ផ្សាររ៉ាដៃបត់ស្ដាំបន្តដំណើរតាមផ្លូវកស៊ូទៅសំឡូតចាស់បន្តដំណើរបន្តិចទៀតនឹងឃើញស្លាកសញ្ញាចូលរមណីយដ្ឋាននៅខាងស្ដាំដៃចំណុចដែលទាក់ទាញទីនោះគឺទឹកធ្លាក់កំពង់ទូកមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធនិងមានកន្លែងលេងទឹកយ៉ាងសប្បាយរីករាយជាទីកន្លែងដ៏ស័ក្តិសមសម្រាប់លំហែកាយជាក្រុមគ្រួសារមិត្តភ័ក្តិឬការកម្សាន្តនៅចុងសប្តាហ៍ចំពោះម្ហូបអាហារនៅទីនោះមានសេវាកម្មធ្វើម្ហូបជាច្រើនដែលមានរសជាតិឈ្ងុយឆ្ងាញ់អាចអង្គុយទទួលទានអាហារជាមួយទេសភាពដ៏ស្រស់ស្អាតយ៉ាងសប្បាយរីករាយសម្រាប់ទេសភាពជាក់ស្ដែងនិងសកម្មភាពលេងទឹកដ៏សប្បាយរីករាយសូមទស្សនានៅក្នុងវីដេអូនេះដើម្បីស្គាល់កាន់តែច្បាស់ពីសម្រស់ធម្មជាតិនិងបរិយាកាសដ៏ទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់កំពង់ទូកកំពង់ទូកគឺជាទីកន្លែងដ៏ស័ក្តិសមសម្រាប់អ្នកដែលចង់គេចចេញពីភាពមមាញឹកក្នុងទីក្រុងហើយមកសម្រាកលំហែកាយជាមួយធម្មជាតិដ៏ស្រស់ស្អាត They try to dim my